កែក្មេងស្រីមកពីជនបទនោះដូច្នេះខ្ញុំនឹងធ្វើពុតជាសន្លប់ពេលស្រវឹងហើយអ្នកអាចធ្វើពុតវាបានការការពាររហ័សនៃជំងឺឆ្កួតតើធ្វើដូចម្ដេចដើម្បីការពារកញ្ញាយ៉ៅឲ្យបានរហ័សសៀវជាវអ្នកគ្រាន់តែជាឈ្មោះរបស់ខ្ញុំនាងជាប្អូនស្រីរបស់គាត់ប៉ុន្តែនាងគឺជាម្នាក់ដែលជាប្អូនស្រីរបស់ខ្ញុំដែលមានទំនាក់ទំនងជាមួយអ្នកវិញប្អូនស្រីក្នុងនាមជាមនុស្សវណ្ណៈទាបអ្នកណាហ៊ានប្រព្រឹត្តចំពោះប្អូនស្រីខ្ញុំម្ដងទៀតកັບកិរិយាមិនគោរពនឹងធ្វើឲ្យអ្នកត្រូវបានបណ្តេញចេញមនុស្សនោះគឺជាលោកយូយូចៅហ្វាយវ័យក្មេងទី3អ្នកស្នងមរតកខ្លាំងខ្លាយគឺជារឿងអាក្រក់នៅឲ្យឆ្ងាយពីនាងកុំខ្លាចអីខ្ញុំមិនខ្លាចកើតមកមានស្មារតីដ៏អស្ចារ្យនិងគ្មានព្រំដែននោះទេជើងក្អែករបស់នាងគឺជាសត្រូវពិសេសមួយអស្ចារ្យណាស់ក្មេងតូចអើយក្រីៗចាប់ពីពេលនេះទៅអ្នកនឹងនៅជាមួយបងប្រុសរបស់អ្នកកាលគ្រួសារខ្ញុំរស់នៅជាមួយខ្ញុំសូមចាំថាត្រូវស្នាក់នៅផ្ទះខ្ញុំមិនអាចធ្វើជាមនុស្សមិនសមរម្យបានទេវាមើលទៅមិនល្អអ្នកត្រូវបានលើកលែងពីការផ្ដល់ប្រាក់បណ្ណាការនេះក្បាលខ្ញុំខូចទាំងស្រុងដោយសារអ្នកហើយអ្នកនាងជាវភ័យខ្លាចណាស់ក្រុមទី1លេខ37ឌូអ៊ឺដែលជាសមាជិកគ្រួសារពេលរូបនេះបាននាំយកនាងបានទៅសាលាកុមារល្អបំផុតនៅភាគខាងត្បូងនៃទីក្រុងទីពេទ្យនេះមានសិទ្ធិអំណាចបំផុតនេះជាលេខទូរស័ព្ទរបស់អ្នកជំនាញគឺអ្នកស្រីជាវតូចនេះនៅក្នុងផ្ទះរបស់យើងសូម្បីតែរឿងតូចតាចក៏អាចក្លាយជារឿងធំសម្បើមដែរចំពោះអ្នកវិញអ្នកគ្រាន់តែជាក្មេងជនបទម្នាក់ប៉ុណ្ណោះតើក្មេងស្រីនឹងត្រឡប់មកវិញទេតើមីងម្នាក់នេះមានអ្វីសំខាន់ម្ល៉េះពីងពីងតើអ្នកកំពុងធ្វើពុតជាល្ងងឬអ្នកពិតជាល្ងងមែនទេតើខ្ញុំមិនច្បាស់គ្រប់គ្រាន់ទេចៅជីវនេះគឺជាកំណប់ទ្រព្យរបស់គ្រួសារយើងអាហារនោះពិតជាឆ្ងាញ់ណាស់ពីងពីងរបស់មីងពិតជាលេងសាច់ណាស់ក្មេងស្រីពលឲ្យក្មេងស្រីឲ្យតើអ្នកធ្វើវាទេក្មេងស្រីតូចឲ្យតើអ្នកខ្លាចចាក់ចេញទេមីងឲ្យអ្នកទៅតែប្រាប់ខ្ញុំឲ្យធ្វើដូច្នេះនៅឲ្យឆ្ងាយពីអ្នកវាគ្រាន់តែជាខ្យល់បក់ស្រាវប៉ុណ្ណោះកូនមីងពីងពីងល្អពីងពីងបានសម្លាប់ត្រីពេលវាកំពុងស៊ីតើខ្ញុំអាចអង្គុយក្បែរដង្កូវដីបានទេដង្កូវដីក៏ឆ្ងាញ់សាច់មាន់ក៏ឆ្ងាញ់តើអ្នកណាចង់ញ៉ាំនេះជាម្ហូបសំខាន់ដ៏ល្អបំផុតបងប្រុសទោះទាំងមូលនេះគឺសម្រាប់ខ្ញុំបងប្រុសគ្រប់គ្រាន់ហើយមែនទេបងប្រុសព្រោះខ្ញុំបានប្រកាសប្រាប់បងប្រុសរបស់ខ្ញុំគាត់គឺជាបងប្រុសដ៏ល្អបំផុតនៅលើពិភពលោកវាចម្លែកណាស់ប៉ុន្តែរាល់ពេលដែលខ្ញុំបីជីវចៅតែងតែមានអាហារពេញភ្លើងនៅក្នុងខ្លួនរបស់កុមារគួរតែមានយ៉ាងហោចណាស់3គាត់ពិតជាគ្មានចំណង់អាហារទេតើពួកគេកំពុងស្វែងរកអ្វីឥឡូវនេះខ្ញុំមិនដឹងថាពេលណាខ្ញុំបានគិតបែបនោះទេខ្ញុំគ្រាន់តែសម្ដែងក្នុងនាមគាត់បានព្យាយាមឆ្ពោះទៅភីមេខេណូតាអ្នកលួចវាពីណាលីតការបងប្រុសទី2